អ្នកយុទ្ធសាស្ត្ររបស់ធនាគារ UBS ចំនួន3រូបគឺលោក Dominic Skinner លោក Giovanni Stornovo និងលោក Vinay Gordon បានសរសេរថាមាសបានប្រឈមមុខទៅនឹងសម្ពាធជាថ្មីដោយសារតែទិន្នន័យទីផ្សារការងារដែលរឹងមាំនិងទិន្នផលជាក់ស្ដែងកាន់តែខ្ពស់បានជំរុញឲ្យទីផ្សារផ្លាស់ប្ដូរការរំពឹងទុកឆ្ពោះទៅរកការដំឡើងអត្រាការប្រាក់ដែលអាចនឹងកើតមានឡើងនៅក្នុងឆ្នាំនេះពួកគេបានបន្ថែមថាសុចនករនៃសន្ទុះឥឡូវនេះបានបង្ហាញថាតម្លៃអាចបន្តធ្លាក់ចុះឆ្ពោះទៅរកចន្លោះពី$3,850ក្នុងមួយអោនទៅ$4,000ក្នុងមួយអោនឬក៏ចន្លោះ$4,639ក្នុងមួយតម្លឹងទៅ$4,819ក្នុងមួយតម្លឹងនៅក្នុងរយៈពេលខ្លី